បាទជំរាបសួរលោកយ៉ងច័ន្ទតារាបាទបាទលោកកឹមសុខខ្ញុំពិតជាសុំទោសមែនទែនដែលដូចថាទុកឲ្យលោករងចាំយូរពីព្រោះថាការជជែកជាមួយលោកថាថៃចេះតែជក់មាត់ទៅហើយមានរឿងច្រើនដែលត្រូវជជែកណាអញ្ចឹងសូមមិនកុំខានទេអីណាបាទទេខ្ញុំមិនហបាទត់ទេប៉ុន្តែមើលទៅលោកយ៉ងច័ន្ទតារាទេដែលហត់ពីព្រោះសម្របសម្រួលកម្មវិធីច្រើនរយៈពេលវែងមិនអីទេលោកកឹមសុខពីព្រោះលោកជុនច័ន្ទបតគាត់ធ្លាប់និយាយថាគាត់ធ្វើបាន3ម៉ោងជាប់គ្នាអីខ្ញុំចេះព្យាយាមរៀនតាមគាត់អញ្ចឹងណាអញ្ចឹងបាទហ្នឹងហើយគឺអបហ្នឹងហើយយើងអរសាទរលោកយ៉ងច័ន្ទតារាធ្វើបាន3បាម៉ោងហើយទដូចនៅតែមុខស្រស់ញញឹមមានធបាទម៌ពលនិយាយដដែលហ្នឹងហើយអរគុណច្រើនលោកកឹមសុខពីព្រោះថាប្រិយមិត្តយើងអ្នកស្ដាប់យើងនៅតែគាំទ្រលោកកឹមសុខមកដល់ម៉ោងនេះគាត់នៅជាង3000អ្នកនៅឡើយណាមានន័យថាពួកគាត់នៅបន្តចង់ស្ដាប់នៅអ្វីដែលពួកគាត់គួរតែទទួលបានណាបាទអញ្ចឹងបានយើងចេះតែបាទបន្តពិភាក្សាគ្នាទៀតនឹងបានហើយអ្វីដែលខ្ញុំចង់ជម្រាបសួរលោកកឹមសុខនៅពេលនេះគឺតាក់ទងទៅនឹងរឿងទំនាក់ទំនងត្រីភាគីរវាងកម្ពុជាវៀតណាមហើយនិងឡាវមុននឹងឈានចូលទៅដល់ការជជែកឲ្យបានស៊ីជម្រៅនៅក្នុងរឿងហ្នឹងខ្ញុំចង់រំលឹករឿងមួយហើយជាអ្វីដែលលោកកឹមសុខធ្លាប់និយាយកាលពីមុនខ្ញុំចាំច្បាស់មិនដឹងថាកាលហ្នឹងលោកសម្ភាសជាមួយនឹងអ្នកណាទេប្រហែលជាជាមួយលោកជុនច័ន្ទបុតលោកកឹមសុខធ្លាប់និយាយថាលោកហ៊ុនសែនណាគាត់តែងតែមានចិត្តចង់ធ្វើស្ដេចណាបើទោះបីជាក្នុងកលៈទេសៈណាគាត់នឹងសេរីធ្វើម៉េចឲ្យគាត់អាចបានធ្វើស្ដេចក្នុងពេលណាមួយស្រាប់តែថ្ងៃហ្នឹងគាត់ទទួលមេដឹកនាំវៀតណាមលោកតូលឹមលេងគាត់ជំនួសឲ្យព្រះមហាក្សត្រមែនគាត់ទៅអង្គុយនៅក្នុងព្រះរាជវាំងស្មើមុខជាមួយនឹងមេដឹកនាំវៀតណាមហើយក្នុងទូនាទីជាប្រមុខរដ្ឋស្ដីទីអញ្ចឹងទៅដោយមានលិខិតមួយសេចក្តីថ្លែងការណ៍មួយពីខាងព្រះបរមរាជវាំងថាព្រះអង្គទ្រង់បញ្ឈួនអញ្ចឹងដែលជារឿងមួយដែលសឹងតែពិបាកជឿមែនទែនពីព្រោះព្រះអង្គតែងតែយាងទៅប្រទេសចិនពិនិត្យសុខភាពជាទៀងទាត់ព្រះអង្គតែងតែមានប្រទេសសុខភាពល្អសោះហ្នឹងឥឡូវស្រាប់តែមានរឿងនឹងកើតឡើងចំណាប់អារម្មណ៍របស់លោកកឹមសុខយ៉ាងម៉េចដែររឿងហ្នឹងបាទរាជបល្ល័ង្កដូរម្ចាស់ជាក់ស្ដែងពីព្រោះហេតុផលទី1ព្រះមហាក្សត្រនៅក្នុងព្រះបរមរាជវាំងប៉ុន្តែឃុំព្រះអង្គមិនអោយចេញមកធ្វើសវនាការក្នុងនាមប្រមុខរដ្ឋហើយកុំយកលេសថាព្រះអង្គបញ្ឈួនគ្មាននរណាគេអាចជឿបានទេក្នុងក្របខ័ណ្ឌការទូតពីព្រោះជំនួបកំពូលបែបនេះណាគេរៀបចំច្រើនសប្តាហ៍មុនមកហើយទាំងពិធីការហើយពិនិត្យសុខភាពជាប្រចាំมันអាចមានរឿងអ្វីកើតឡើងបានទេចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រដូច្នេះរឿងប្រឈួននេះគឺលោកហ៊ុនសែនរុញឲ្យប្រឈួនទី2ដែលថារាជបល្ល័ង្កបដូរម្ចាស់ជាក់ស្ដែងនៅត្រង់ថាឥឡូវបកូនណាផ្ទេព្រះរាជសិទ្ធិទៅឲ្យលោកហ៊ុនសែនជាអ្នកដឹកនាំការងារពេលហ្នឹងទៅចោះប៉ុន្តែទោះបីបកូនណាប្រទានសិទ្ធិទៅឲ្យលោកហ៊ុនសែនក៏ដោយមិនអាចប្រើទីតាំងព្រះបរមរាជវាំងបានទេគឺត្រូវប្រើការិយាល័យការងាររបស់លោកហ៊ុនសែននៅព្រឹទ្ធសភានោះពីព្រោះលោកហ៊ុនសែនជាប្រធានព្រឹទ្ធសភានេះជាគោលការណ៍ទូទៅជាការទូតជារដ្ឋបាលដែលមិនដែលគេប្រើទីតាំងរបស់អ្នកផ្សេងទេគេប្រើទីតាំងខ្លួនឯងក្នុងការទទួលភ្ញៀវទោះបីខ្លួនទទួលបានសិទ្ធិពីថ្នាក់ដឹកនាំកម្ពុជាក៏ដោយអាហ្នឹងជាក់ស្ដែងគឺអញ្ចឹងហើយចំណុចដែលសំខាន់រឿងនេះវាមានភាពចម្លែកត្រង់ថាជាធម្មតាកាលណាដូរពីព្រះមហាក្សត្រទៅហ៊ុនសែនបែបនេះណាភ្ញៀវត្រូវអន់សពន្ធចិត្តហើយប៉ុន្តែភ្ញៀវមិនសំដែងការអន់សពន្ធចិត្តទេវៀតណាមអញ្ចឹងខ្ញុំគិតថាវាជាគន្លឹះរបស់វៀតណាមដែរវៀតណាមចង់លេងល្បិចអ្វីមួយជាមួយនឹងលោកហ៊ុនសែនជាពិសេសល្បិចក្នុងមនោគមវិជ្ជានយោបាយថ្មីមានន័យថាវៀតណាមមកចង់បង្ហាញមុខលោកហ៊ុនសែនជាប្រមុខរដ្ឋនៅកម្ពុជាអង្គុយលើរាជបល្ល័ង្កកម្ពុជានៅក្នុងបរិបទមួយដែលវៀតណាមចង់បដូរទិសនយោបាយគ្រប់គ្រងកម្ពុជាបាទអរគុណច្រើនមែនតើលោកកឹមសុខចំពោះការចាប់អារម្មណ៍លើចំណុចនេះហើយ
ពិតមែនហើយយើងអត់ដែរឃើញទេអត់ដែរមានឃើញករណីប្រមុខរដ្ឋស្ដីទីណាតាំងពីជំនាន់លោកសាយឈុំឯហ្នឹងអត់មានមកអង្គុយនៅរាជវាំងរាជបល្ល័ង្កឯណានៅក្នុងការជជែកឬមួយក៏ទទួលមេដឹកនាំប្រមុខរដ្ឋបរទេសទេយើងអត់ដែរឃើញមាននេះគឺជាលើកទី1ហើយអាហ្នឹងហើយដែលខ្ញុំចង់លើកយកមកសួរលោកកឹមសុខហ្នឹងព្រោះលោកកឹមសុខធ្លាប់និយាយបែបហ្នឹងធ្លាប់វិភាគបែបហ្នឹងថាគាត់ចង់តែធ្វើស្ដាច់ទេក្នុងឱកាសណាមួយនោះគាត់នឹងរកកលឹះធ្វើឲ្យបានឥឡូវនេះយើងឃើញហើយក្រៅពីការចាប់អារម្មណ៍បាទក្រៅពីលោកកឹមសុខក៏មានប្រជាពលរដ្ឋជាច្រើនក្នុងហ្នឹងក៏មានទាំងលោកសេងម៉ាន់លីដែរថាឲ្យ fan ទាំងអស់គ្នាជួយមើលផងឥឡូវអ្នកណាជាស្ដាច់ពិតប្រាកដណានេះគឺជាការដែលយើងមើលឃើញទាំងអស់គ្នាចំណុចមួយទៀតលោកកឹមសុខមិញនេះខ្ញុំបានជជែកជាមួយលោកថាថៃនៅត្រង់ចំណុចមួយដែលលោកហ៊ុនសែនគាត់ជាកម្មាភិបាលដែលទទួលបានការលើកបន្ទប់ពីវៀតណាមឆ្លងកាត់របបដឹកនាំច្រើនរបបដឹកនាំគាត់តែមួយទេចង់និយាយថាមេដឹកនាំគាត់តាំងពីជំនាន់បើអ្នកដែលនៅជំនាន់ទសវត្សរ៍ទី80អីហ្នឹងប្រកាសជានៅចាំហើយអគ្គលេខាធិការបកដូចលោកលេយន់ឬមួយក៏មេដឹកនាំកពូមួយចំនួនលោកលេដកថោអញ្ចឹងដែលមកគ្រប់គ្រងលើកម្ពុជាការជំនាន់នឹងជាសមាជិកអចិន្ត្រៃយ៍របស់បកឯហ្នឹងក្រោយមកទៀតមានការផ្លាស់ប្ដូរ2-3ជំនាន់ទៀតទៅហើយមានជំនាន់លោកអង្គវិនស៊ុនហ្វុកមានអីច្រើនមែនតើរហូតមកដល់ឥឡូវនេះមកដល់លោកតូនលឹមអគ្គលេខាធិការបកហើយគាត់នាំយករដ្ឋមន្ត្រីផាំបញ្ចេញមកងាកទៅឡាវវិញក៏គេដូររាប់សិបអ្នកហើយមិនដែរលោកថងលុនស៊ីសូលីតអគ្គលេខាធិការបកជាមួយនឹងលោកសនសៃស៊ីផាន់ដនហ្នឹងគាត់មកឈុតរបស់គាត់ដែរស្រាប់តែងាកមកខ្មែរវិញលោកហ៊ុនសែនសិតតែកូនចៅរបស់គាត់សិតតែមន្ត្រីក្រមអាវ៉ាតគាត់ដែលធំកាន់ការស្រុកខ្មែរហ្នឹងសិតតែកូនចៅគាត់សិតតែរបបរបស់គាត់ទាំងស្រុងតម្រងខ្ញុំចង់ឲ្យលោកកឹមសុខឆ្លុះបញ្ចាំងពីរបៀបដឹកនាំបែបហ្នឹងមើលលោកកឹមសុខព្រោះកុម្មុយនីសដូចជាធ្វើបានល្អជាងរបបគាត់ផងណាបាទកុម្មុយនីសដូចគ្នាគណៈបកប្រជាជនកម្ពុជាក៏កុម្មុយនីសគណៈបកកុម្មុយនីសឡាវក៏កុម្មុយនីសគណៈបកកុម្មុយនីសវៀតណាមក៏កុម្មុយនីសប៉ុន្តែកុម្មុយនីសទាំងអស់ហ្នឹងមាននិន្នាការមិនដូចគ្នាទេកុម្មុយនីសវៀតណាមគេមាននិន្នាការសង្គមនិយមបាទនិន្នាការសង្គមនិយមហ្នឹងគឺគេធ្វើកំណែទម្រង់យ៉ាងដូចម្ដេចគិតអំពីផលប្រយោជន៍សង្គមផលប្រយោជន៍របស់ប្រជាពលរដ្ឋផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិផលចំណេញរបស់ប្រទេសជាតិគឺកំណែទម្រង់របៀបនោះហើយរបៀបធ្វើកំណែទម្រង់ដូចយើងឃើញហើយពាក្យថាកំណែទម្រង់មែនតើទៅជាបច្ចេកទេសវាមានច្រើនបែបបទណាស់ប៉ុន្តែខ្ញុំនិយាយតែ3ទេទី1គេកាត់បន្ថយស្ថាប័នដោយវៀតណាមគេកាត់បន្ថយក្រសួងគេនោះណាមិនเอาតិចបំផុតទី2គេកាត់បន្ថយចំនួនមនុស្សធ្វើការកុំឲ្យជន់គ្នាអត់មានមនុស្សម្នាក់ឯណាទៅតំណែង4-10ដូចនៅប្រទេសកម្ពុជាទេហើយក៏អត់មានខ្សែស្រឡាយនៅក្នុងការតែងតាំងដែរទី3គេតែងតាំងមនុស្សដោយសមត្ថភាពសុចរិតភាពភាពស្មោះត្រង់ចំពោះជាតិហើយនិងគុណធម៌ចំពោះជាតិអាហ្នឹងនៅក្នុងន័យកំណែតម្រង់តែពិតតែមានរឿងជាច្រើនទៀតប៉ុន្តែខ្ញុំលើករឿងប៉ុណ្ណឹងមកនិយាយចុះចំណែកឯបកកុម្មុយនីសបកប្រជាជនកម្ពុជាដែលដឹកនាំកម្ពុជាសពថ្ងៃអត់មាននិន្នាការសង្គមនិយមទេមានន័យថាអត់មាននិន្នាការគិតអំពីសង្គមទេសង្គមនិយមមិនអាក្រក់ទេណាបាទគឺគិតអំពីសង្គមផលប្រយោជន៍សង្គមមែនតើទៅប៉ុន្តែពួកគេមាននិន្នាការជាជនផ្ដាច់ការមាននិន្នាការផ្ដាច់ការដូចនៅកូរ៉េខាងជើងដូចនៅប្រទេសមួយចំនួនណាកាលណាមាននិន្នាការផ្ដាច់ការដូច្នេះទោះបីជាគេប្រើពាក្យកំណែតម្រង់ក៏ដោយប៉ុន្តែវិលទៅវិលមកគឺថាតពូជតកូនតចៅដូចយើងឃើញប្រព័ន្ធដឹកនាំនៅកម្ពុជាលោកថាថៃរៀបរាប់អំបញ្ញមិញច្បាស់លាស់ហើយលោកយ៉ងច័ន្ទតារាជជែកគ្នាអំបញ្ញមិញហ្នឹងខ្ញុំស្ដាប់ឡើងភ្លឹកនោះគឺគេហៅថាកុម្មុយនីសមាននិន្នាការផ្ដាច់ការកុម្មុយនីសនៅកម្ពុជាណាគណៈបកប្រជាជនកម្ពុជាណាសូមបញ្ជាក់ម្ដងទៀតនិន្នាការផ្ដាច់ការហ្នឹងគឺផ្អៀងទៅរកអំណាចដែលធ្វើគ្រប់បែបយ៉ាងដើម្បីផ្ទេរតំណែងបុណ្យស័ក្តិទៅឲ្យកូនចៅគ្រប់ចំនួនរបស់គេតាមដែលគេអាចធ្វើទៅបានបាទហ្នឹងហើយទទួលយកបានស្ដាប់បានចំណុចនេះលោកកឹមសុខឧទាហរណ៍ដូចជានៅកូរ៉េខាងជើងអញ្ចឹងពីឪមកកូនអញ្ចឹងទៅហើយបាទប្រទេសមួយចំនួនទៀតដែលលក្ខណៈផ្ដាច់ការខ្លាំងដោយឡែកកុម្មុយនីសឬមួយក៏សង្គមនិយមដែលលោកកឹមសុខបានរៀបរាប់មកហ្នឹងក៏ជាករណីពិតជាក់ស្ដែងដែរឧទាហរណ៍កាលនៅសូវៀតមាន
កំណែតម្រង់ perestroika glasnost ហើយនៅវៀតណាមមានកំណែតម្រង់ដោយមើលដូចលោកជនច័ន្ទបតរៀបរាប់ពីប្រហែលថ្ងៃមុននោះដែរនៅប្រទេសដទៃទៀតសូម្បីនៅចិនជាក់ស្ដែងហ្នឹងបាទក៏មានការកែតម្រង់ទ្រង់ទ្រាយធំផ្ទៃក្នុងបកដែរមិនឃើញកូនម៉ៅសេតុងឯណាមកកាន់ការប្រទេសជាតិមិនឃើញកូនកម្មាភិបាលជាន់ខ្ពស់អីហ្នឹងទេប៉ុន្តែស្រុកខ្មែរប្លែកពីគេលោកជនលោកកឹមសុខមានអ្វីបន្ថែមមិញចង់បាទកុម្មុយនីសដែលមាននិន្នាការបែបសង្គមនិយមដូចជាវៀតណាមដូចជានៅប្រទេសចិនជាដើមណាគេមានប្រព័ន្ធមួយទៀតនៅក្នុងផ្ទៃក្នុងរបស់គេគេហៅថាប្រជាធិបតេយ្យផ្ទៃក្នុងបើទោះបីជាគេគ្រប់គ្រងប្រព័ន្ធកុម្មុយនីសហើយមាននិន្នាការសង្គមនិយមប៉ុន្តែក្នុងផ្ទៃក្នុងរបស់គេកាលណាចាត់ចែងអំណាចដឹកនាំគឺគេមានលក្ខណៈប្រជាធិបតេយ្យផ្ទៃក្នុងប្រជាធិបតេយ្យផ្ទៃក្នុងរបស់គេពិតមែនគេនិយាយអំពីបកជនរបស់គេកូនចៅរបស់គេអ្នកចូលបកសមាជិកបកអញ្ចឹងមែនណាប៉ុន្តែគេត្រូវការប្រកួតប្រជែងនៅក្នុងបកនោះមិនមែនតែថាហ៊ុនសែនជានាយករដ្ឋមន្ត្រីហ៊ុនសែនចេញត្រូវតែហ៊ុនម៉ាណែតចេញត្រូវតែកូនហ៊ុនម៉ាណែតឡើងទៀតទេអត់អញ្ចឹងទេបានន័យថាទោះបីជាគិតគូរតែនៅក្នុងផ្ទៃក្នុងគណៈបកប្រជាជនកម្ពុជាក៏ដោយប៉ុន្តែសមាជិកបកដែលមានសមត្ថភាពកូនចៅបកដែលមានសមត្ថភាពពីក្រោមឡើងមកនោះក៏មានឱកាសដូចគ្នាបានន័យថាអានោះគឺជាប្រជាធិបតេយ្យផ្ទៃក្នុងបកចំណែកឯរដ្ឋាភិបាលក្រមគ្រួសារហ៊ុនគណៈបកប្រជាជនកម្ពុជាក្រមគ្រួសារលោកហ៊ុនសែននេះមាននិន្នាការកុម្មុយនីសផ្ដាច់ការនិងគ្មានប្រជាធិបតេយ្យផ្ទៃក្នុងទេអញ្ចឹងហើយបានជាសង្គមយើងកែអីអត់ចេញទេខ្ញុំសូមបញ្ជាក់ម្ដងទៀតថាកែអីអត់ចេញទេក្រៅតែពីដូរប្រព័ន្ធនឹងចេញបាទហ្នឹងហើយលោកកឹមសុខចំណុចនេះក៏ខ្ញុំទទួលបានដែរហើយយើងឃើញចំណុចមួយទៀតហ្នឹងគឺថារឿងពុករលួយហ្នឹងអាហ្នឹងក៏ជាចំណុចមួយសំខាន់ដែរយើងឃើញថានៅប្រទេសសង្គមនិយមជាច្រើនចាប់ផ្ដើមធ្វើកំណែតម្រង់ដ៏សំខាន់គឺការប្រឆាំងនឹងអំពើពុករលួយហ្នឹងតែម្ដងជាពិសេសបើនៅចិនវិញគឺសមាជិកជាន់ខ្ពស់នៃបកកុម្មុយនីសចិនជាច្រើនអ្នកត្រូវបានចាប់ខ្លួនពីរឿងពុករលួយរឿងអីស្រាប់តែនៅស្រុកខ្មែរប្រព័ន្ធយើងបង្កើតឲ្យមានជាអំពើពុករលួយនៅក្នុងផ្ទៃក្នុងហ្នឹងដ៏ស៊ីជម្រៅវិញអាហ្នឹងដែលយើងក៏សង្កេតឃើញដែរហ្នឹងហើយលោកកឹមសុខអញ្ចឹងងាកមកចំណុចសាច់រឿងយើងជាក់ស្ដែងដែលយើងចង់ជជែកនៅពេលនេះវិញភាគីទាំងឡាវទាំងវៀតណាមបើយើងនិយាយភាសាសាមញ្ញថាគាត់មកទាំងសម្បុកទាំងអគ្គលេខាធិការបកទាំងនាយករដ្ឋមន្ត្រីខ្ញុំពេញចិត្តពាក្យហ្នឹងមែនទែនដែលលោកប្រាពាក្យថាមកទាំងសម្បុកហ្នឹងបាទហ្នឹងហើយមកជួបគ្នាជាមួយខ្មែរយើងក៏លោកហ៊ុនសែនហ្នឹងក៏មានជំនួបដាច់ដライជាមួយលោកតូលឹមជាមួយលោកថងលុនស៊ីសូលីតទៅលោកហ៊ុនម៉ាណែតក៏ទៅជួបជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាមនាយករដ្ឋមន្ត្រីឡាវអញ្ចឹងទៅហើយក្រៅពីហ្នឹងទៀតក៏មានការចុះអនុសារណៈរវាងកម្ពុជានិងវៀតណាមអញ្ចឹងដែរខ្ញុំចង់ដឹងថាតើយើងដឹងថាកិច្ចប្រជុំប្រចាំឆ្នាំរវាងប្រទេសទាំង3ហ្នឹងក៏គេតែងតែបង្កើតឡើងជាទៀងទាត់ដែរប៉ុន្តែក្នុងបរិបទឥឡូវហ្នឹងតើវាឆ្លុះបញ្ចាំងបែបណាវាមានអត្ថន័យបែបណាចំពោះស្ថានភាពកម្ពុជាពីព្រោះថាយើងកំពុងតែមានសង្គ្រាមឈ្លានពានហើយយោធាថៃតែម្ដងកំពុងតែឈរជើងនៅលើទឹកដីខ្មែរជាច្រើនទីតាំងនោះបាទទី1វៀតណាមចង់ផ្ញើសារទៅភាគីថៃជាពិសេសភាគីពាក់ព័ន្ធនឹងកម្ពុជាប្រាប់ថាការសម្រេចចិត្តនានានៅកម្ពុជាមិនអាចគេចផុតពីវៀតណាមបានឡើយវានៅតែក្នុងកណ្ដាប់ដៃវៀតណាមដដែលទេបើចង់និយាយអំពីវាសនាកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈបកប្រជាជនកម្ពុជាជាពិសេសក្រុមគ្រួសារហ៊ុនហើយនឹងវាសនានៃប្រទេសឡាវសពថ្ងៃគឺมันអាចកាត់ផ្ដាច់ពីការដែលត្រូវជជែកជាមួយវៀតណាមបានឡើយបើថៃចង់ជជែកអំពីការសម្រុះសម្រួលនានាទាក់ទងទៅនឹងបញ្ហាព្រំដែនឬការដែលត្រូវដោះស្រាយក្នុងក្របខ័ណ្ឌទ្វេភាគីឬក៏ទៅក្របខ័ណ្ឌអន្តរជាតិក្តីត្រូវតែជជែកជាមួយវៀតណាមនេះជាសារបញ្ជាក់ច្បាស់ដែលវៀតណាមចង់ធ្វើទៅកាន់ប្រទេសថៃនិងប្រទេសផ្សេងទៀតថាគេនៅតែជាចៅហ្វាយរបស់កម្ពុជាដរាបណាក្រុមគ្រួសារហ៊ុននៅកាន់អំណាចមួយវិញទៀតវាជាការផ្ញើសារទៅយើងដែលជាអ្នកប្រជាធិបតេយ្យដែរផ្ញើសារទៅសហគមន៍អន្តរជាតិនានាថាវៀតណាមដែលជាមេឥណ្ឌូចិនហ្នឹងជាមួយក្រុមគ្រួសារហ៊ុនជាមួយឡាវគេសម្រេចបានជោគជ័យនៅក្នុងការកម្ចាត់ឬបំផ្លាញចោលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយដរាបណាក្រុមគ្រួសារហ៊ុននៅតែបន្តអំណាចកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានចំណុចសំខាន់មួយគឺហាមមិនឲ្យវិលទៅកាន់របបអតីតកាល
ហើយរបបអតីតកាលដែលគេចង់សម្ដៅមាន2ទី1របបដែលកាប់សម្លាប់បង្ហូរឈាមគ្នានិងទី2របបនៃការឈ្លានពានដោយកងទ័ពបរទេសមកលើទឹកដីកម្ពុជានិយាយចំពេលនោះគេសម្ដៅទៅលើវៀតណាមជាចម្បងអញ្ចឹងមានន័យថាវៀតណាមគេចង់ប្រកាសថាគេជោគជ័យហើយកម្ពុជាដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីការពារកម្ពុជាពីការឈ្លានពានរបស់វៀតណាមឥឡូវហ្នឹងវៀតណាមហើយនឹងហ៊ុនសែនកំតិចខ្ទេចបាត់ទៅហើយដរាបណាកូនខ្មែរនៅតែសំងំស្ងៀមណាកាលណាកូនខ្មែរសំងំស្ងៀមនេះគឺជាជោគជ័យធំបំផុតរបស់វៀតណាមប៉ុន្តែរឿងដែលធំជាងគេមួយទៀតដែលជាសញ្ញាគ្រោះថ្នាក់បំផុតដល់ប្រទេសកម្ពុជាលោកយ៉ងច័ន្ទរាខ្ញុំសូមពេលបន្តិចដើម្បីជម្រាបបងប្អូនប្រជាពលរដ្ឋថាបងប្អូនចំណាំមើលវៀតណាមចង់ធ្វើអ្វីមួយវៀតណាមមិនដែលធ្វើការស្នើដោយខ្លួនឯងទេគំនិតចេញពីវៀតណាមក៏ប៉ុន្តែសំណើនោះច្រើនតែចេញពីភាគីកម្ពុជាជាឧទាហរណ៍ការឈ្លានពានរបស់វៀតណាមនៅថ្ងៃទី7ខែមករាឆ្នាំ1979មិនមែនវៀតណាមជាអ្នកចូលមកឈ្លានពានដោយមិនមានសំណើរបស់ភាគីខ្មែរណានោះទេគឺវៀតណាមឲ្យភាគីខ្មែរមកក្រុមលេងល្ខោនស្នើឲ្យវៀតណាមចូលមកវាយកម្ពុជាដែលវៀតណាមគេថាគេមកដើម្បីរំដោះកម្ពុជាតាមរយៈសំណើរបស់ខ្មែរមួយក្រុមនោះណានេះឃើញទេអាហ្នឹងល្បិចរបស់វៀតណាមល្បិចវៀតណាមមួយទៀតឧទាហរណ៍គម្រោងអភិវឌ្ឍតំបន់ត្រីកោណ CLVDTA នេះក៏មិនមែនវៀតណាមជាអ្នកស្នើដោយផ្ទាល់ដែរវៀតណាមគឺជាមេគំនិតប៉ុន្តែអ្នកស្នើគឺហ៊ុនសែនខ្ញុំចាំច្បាស់ក្នុងកិច្ចប្រជុំនៅខេត្តសៀមរាបហើយចុងក្រោយមួយទៀតដែលយើងធ្វើចំណាប់អារម្មណ៍ឲ្យច្បាស់គឺថារឿងសន្តិសុខរួមឥណ្ឌូចិនកម្ពុជាវៀតណាមឡាវសន្តិសុខរួមនេះក៏ជាសំណើរបស់ភាគីនៃរដ្ឋាភិបាលក្រមគ្រួសារហ៊ុនទៅកាន់ឡាវនិងទៅកាន់វៀតណាមដែរដូច្នេះអ្វីដែលយើងត្រូវកត់សម្គាល់ដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាមនៅកម្ពុជានៅពេលនេះគឺជាល្ខោនថ្មីមួយដែលអនុវត្តនៅមហិច្ឆតារបស់វៀតណាមដែលខ្ចីដៃក្រមគ្រួសារហ៊ុនជាអ្នកធ្វើសំណើហើយគ្រប់ព្រឹត្តិការណ៍ដែលត្រូវបដូររូបរាងនៃប្រវត្តិសាស្ត្រទាំងអស់ណាគឺច្រើនធ្វើនៅប្រទេសកម្ពុជាតែម្ដងគឺគេប្រើទឹកដីកម្ពុជាគេប្រើមាត់ភាគីខ្មែរជាអ្នកស្នើហើយវៀតណាមគេយល់ព្រមអញ្ចឹងទៅតាមពិតមេគំនិតគឺវៀតណាមអ្វីដែលយើងត្រូវចាប់អារម្មណ៍បងប្អូនចាប់អារម្មណ៍មួយនៅពេលដែលវៀតណាមឈ្លានពានប្រទេសកម្ពុជា7មករា1979គេបដូរបាននៅប្រមុខរដ្ឋនៅប្រទេសកម្ពុជាគឺលោកហេងសំរិនឥឡូវនេះនៅពេលដែលវៀតណាមឈានជើងក្នុងដំណាក់កាលថ្មីចូលប្រទេសកម្ពុជាក្នុងពេលនេះគេចាប់ផ្ដើមបដូររូបភាពនៃប្រមុខរដ្ឋថ្មីគឺលោកហ៊ុនសែនរុញព្រះមហាក្សត្រចេញឲ្យហ៊ុនសែនទៅអង្គុយលើរាជបល្ល័ង្កក្នុងនាមជាប្រមុខរដ្ឋដូច្នេះរូបភាពបដូរប្រមុខរដ្ឋគឺជារូបភាពប្រវត្តិសាស្ត្រថ្មីហើយក៏ជាលក្ខខណ្ឌថ្មីដែលលោកហ៊ុនសែននឹងស្នើដាក់បញ្ហាសន្តិសុខរួមកម្ពុជាវៀតណាមឡាវឲ្យស្ថិតនៅក្រោមចំណាត់ការនៃឥណ្ឌូចិនហ្នឹងគ្រប់គ្រងដោយវៀតណាមហើយកាលណាដាក់បញ្ហាសន្តិសុខរួមហ្នឹងរបបនយោបាយថ្មីហ្នឹងគឺស្មើនឹងកម្ពុជាខ្ញុំនិយាយតែកម្ពុជាទេមិននិយាយអំពីឡាវទេកម្ពុជានឹងបាត់បង់ខេត្ត4ហើយរតនគិរីមណ្ឌលគិរីក្រចេះស្ទឹងត្រែងហើយនឹងតំបន់មួយចំនួនទៀតដែលនៅតាមព្រំដែនកម្ពុជាហើយនឹងវៀតណាមហ្នឹងលោកកឹមសុខមុននឹងបន្តទៅទៀតខ្ញុំមិញហ្នឹងខ្ញុំឃើញរូបភាពហ្នឹងខ្ញុំចង់បង្ហាញលោកនាងតិចដែរហ្នឹងសូម្បីតែទង្វើសកម្មភាពនៃការអង្គុយទល់មុខគ្នាហ្នឹងក៏ខុសគ្នាដែរក្រុមការងារយើងបើអាចចាក់រូបម្ដងទៀតនៅថ្ងៃរូបនេះយើងឃើញហ៎លោកតូលឹមដែលជាភ្ញៀវឃើញរបៀបដែលគាត់អង្គុយគឺជាបងធំតែម្ដងជាមេតែម្ដងដោយឡែកលោកហ៊ុនសែនដែលកន្លងមកតែងតែអងអាត់ខាងក្តែងសម្លុតគម្រាមប្រជាពលរដ្ឋខ្មែរវាយក្បាលខ្មែរហ្នឹងគឺយើងឃើញគាត់ដូចជាកូនសัตว์មួយអញ្ចឹងនៅពេលដែលទៅអង្គុយជាមួយលោកតូលឹមដូចបង្ហាញនៅរូបភាពមួយដែលថាដូចមេហើយនឹងកូនចៅអញ្ចឹងយើងរៀងនិយាយថារុំទុំពេកដាក់គេ
ហើយមុននឹងបន្តិចក្រុមការងារយើងក៏មានរូបមួយដែរអំពីព្រះមហាក្សត្រជាមួយនឹងលោកស៊ីជីនពីងនេះលោកកឹមសុខលោកស៊ីជីនពីងក្នុងនាមជាប្រមុខរដ្ឋចិនហើយចិនយើងដឹងជាង 1000 លានអ្នកគាត់ប្រជាជនមហាអំណាចធំមែនទែនមើលរបៀបគាត់អង្គុយជាមួយព្រះមហាក្សត្រយើងមើលគឺយ៉ាងហោចណាស់ផ្ដល់តម្លៃទៅដល់ម្ចាស់ផ្ទះក៏គោរពទៅដល់ម្ចាស់ផ្ទះដែលឡែកលោកតូលឹមវិញជាមួយលោកហ៊ុនសែនគឺគាត់តាំងខ្លួនមើលទៅឃើញទៅជាបងធំតែម្ដងអានេះក៏ជាការចាប់អារម្មណ៍ការជជែកវែកញែកពេញបណ្ដាញសង្គមដែរពីព្រោះថាឧត្តមភាពជាតិមួយទាំងមូលប្រមុខរដ្ឋជាតិមួយទាំងមូលនៅពេលដែលទៅអង្គុយស្មើមុខជាមួយនឹងប្រជាជាតិដទៃប្រមុខរដ្ឋដទៃយើងទៅធ្វើកញ្ញញដាក់គេអញ្ចឹងគឺជារឿងមួយដែលមិនសមដែរណាហើយការលើកឡើងរបស់ប្រជាពលរដ្ឋនោះយើងឃើញពេញ Facebook តែម្ដងលោកកឹមសុខខ្ញុំចាប់អារម្មណ៍អ្វីដែលលោកកឹមសុខព្យាយាមបញ្យល់អំបញ្ញមិញថាវាហាក់ដូចជាការប្រោះឬមួយក៏ឲ្យតម្លៃទៅដល់គំនិតគោលមួយរបស់លោកអតីតប្រធានហូជីមិញរបស់វៀតណាមតាក់ទងទៅនឹងការបង្កើតឡើងនៅសហព័ន្ធឥណ្ឌូចិនមួយដែលវៀតណាមគឺជាបងធំនៅក្នុងនឹងហាក់ដូចជាផ្ដោតតម្លៃទៅដល់ស្មារតីនឹងវិញដោយឡែករឿងកិច្ចព្រមព្រៀងក្រុងប៉ារីសដែលឈានទៅដល់ការបញ្ចប់សង្គ្រាមស្រស់ស្រួលខ្មែរនឹងខ្មែរគ្នាឯងធ្វើឲ្យខ្មែរយើងអភិវឌ្ឍរីកចម្រើនឯហ្នឹងទៅជាហាក់ដូចជាជន់ឈ្លីនៅស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសវិញតាមរយៈការពង្រឹងទំនាក់ទំនងដូចថាស្អិតរមួតរវាងគណៈបកប្រជាជនកម្ពុជាជាមួយបកកុម្មុយនីសវៀតណាមឯហ្នឹងនិយាយដោយខ្លីប៉ុណ្ណឹងបានទេលោកកឹមសុខដូចថាក្នុងន័យបែបហ្នឹងទេជាការប្រោះឬមួយក៏ឲ្យតម្លៃទៅដល់អាស្មារតីនៃគោលគំនិតសហព័ន្ធឥណ្ឌូចិនប៉ុន្តែជាការជន់ឈ្លីនៃស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹងបាទចំពោះអ្វីដែលយើងមើលឃើញបច្ចុប្បន្ននេះបាទប្រកបណាគឺជាការសម្ដាប់ចោលនៅស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយគឺជាការព្យាយាមមិនមែនត្រឹមតែប្រោះឡើងវិញទេនៅគេហៅថាយុទ្ធសាស្ត្រឥណ្ឌូចិនរបស់វៀតណាមដែលបង្កើតឡើងដោយហូជីមិញនោះក៏ប៉ុន្តែគឺជារបបថ្មីមួយទៀតដែលគេធ្វើឲ្យមានប្រសិទ្ធភាពជាងមុនទៅទៀតអំបញ្ញមិញខ្ញុំបានរំលឹកបន្តិចថាទៅពេលដែលវៀតណាមចូលឈ្លានពានឆ្នាំ1979គេតែងតាំងប្រមុខរដ្ឋមួយគេហៅថាលោកហេងសំរិនប្រមុខរដ្ឋនៃប្រទេសកម្ពុជាប៉ុន្តែក្នុងដំណាក់កាលថ្មីនៅពេលដែលលោកតូលឹមចូលមកប្រទេសកម្ពុជានៅពេលនេះគាត់លើកលោកហ៊ុនសែនជាប្រមុខរដ្ឋបាត់ទៅហើយគឺប្រមុខរដ្ឋថ្មីមួយទៀតដែលអង្គុយលើរាជបល្ល័ង្កនៃប្រទេសកម្ពុជាអញ្ចឹងក្នុងរូបភាពប្រមុខរដ្ឋថ្មីរបស់លោកហ៊ុនសែននេះគឺជារបបមនោគមវិជ្ជាថ្មីមួយទៀតតាមពិតមនោគមវិជ្ជាដដែលទេក៏ប៉ុន្តែគាត់ថាអនុវត្តថ្មីមួយទៀតកាន់តែគ្រោះថ្នាក់ជាងមុនសម្រាប់ប្រទេសកម្ពុជាហើយវាជាទម្លាប់ប្រតិបត្តិមួយដែលខ្ញុំគិតថារក្សាមហិច្ឆតាឈ្លានពានប្រទេសកម្ពុជាតាមរយៈពាក្យសន្តិសុខរួមបន្តិចទៀតនឹងមានព័ត៌មានហើយសន្តិសុខរួមកម្ពុជាវៀតណាមឡាវសន្តិសុខព្រំដែនហើយអាសន្តិសុខរួមនៅក្នុងមហិច្ឆតាឥណ្ឌូចិនណាសន្តិសុខរួមក្នុងគោលនយោបាយថ្មីនៃមនោគមវិជ្ជាថ្មីក្នុងមហិច្ឆតាឥណ្ឌូចិននេះណាកម្ពុជាខ្ញុំរំលឹកម្ដងទៀតបាត់ខេត្ត4ខ្ញុំមើលឃើញបាត់ខេត្ត4ហើយនឹងគ្រោះថ្នាក់បំផុតទឹកដីនៅតាមព្រំដែនគឺបង្កើតចលាចលបាត់ខេត្ត4ហ្នឹងតាមរយៈកិច្ចព្រមព្រៀងមួយគេហៅថាកិច្ចព្រមព្រៀងជាប្រពៃណីពីមុនគេមានតំបន់អភិវឌ្ឍត្រីកោណ CLV DTA កម្ពុជាវៀតណាមឡាវខេត្ត4រតនគិរីមណ្ឌលគិរីក្រចេះស្ទឹងត្រែងរបស់កម្ពុជាចូលរួមនៅក្នុងគម្រោងហ្នឹងបន្ទាប់មកដោយការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរជុំវិញពិភពលោកហ៊ុនសែនទ្រាំបានក៏ដកឈ្មោះកម្ពុជាចេញពីគម្រោងហ្នឹងប៉ុន្តែគេនៅអនុវត្តដដែលទេនៅក្នុងក្របខ័ណ្ឌបកកុម្មុយនីសឥណ្ឌូចិនទាំង3ជាប្រពៃណីគេហៅថាទំនាក់ទំនងជាប្រពៃណីយ៉ាងជិតស្និទ្ធហើយទំនាក់ទំនងប្រពៃណីយ៉ាងជិតស្និទ្ធហ្នឹងគេជំរុញអំពីសន្តិសុខរួមឥឡូវហ្នឹងហើយអាសន្តិសុខរួមហ្នឹងគឺមាននិយាយច្បាស់ណាថាប្រសិនបើមានអសន្តិសុខជនជាតិវៀតណាមនៅលើទឹកដីកម្ពុជាក៏ដោយនៅលើទឹកដីឡាវក៏ដោយប៉ះពាល់ដល់ផលប្រយោជន៍ជនជាតិវៀតណាមគឺវៀតណាមហ្នឹងគេប្រើកងទ័ពរបស់គេមកការពារជនជាតិរបស់គេតែម្ដងដូច្នេះបងប្អូនគិតមើលបាត់ឬមិនបាត់4ខេត្តនោះ4ខេត្តនោះមានដីសម្បត្តិរាប់ម៉ឺនហិកតាជនជាតិវៀតណាមមករាប់ម៉ឺននាក់មានទាំងកងទ័ពភូមិខ្លះជាភូមិរបស់វៀតណាមទៅហើយក្នុងដីសម្បត្តិនោះដូច្នេះប្រសិនបើមានបញ្ហាណាមួយដែលវៀតណាមគេនិយាយថាប៉ះពាល់ទៅដល់ផលប្រយោជន៍ជនជាតិគេនៅតំបន់នោះគឺគេប្រើកងទ័ពមកការពារ
ta bật mền ca biết đấy mà do tịch đây không ai mỗi bên tiệt để tha vì chỉ riêng cột thằng nào Campuchia nè bong ôn mưa khơi pi ốc cắt cam chlong đài online nơi tam tại prom đài Campuchia thấy đấy nè đời sao tại thấy pra cầm lắng một vài lục có phần tay nào tam prom đài Campuchia Việt Nam mình men thô mà đa tê lăng đôi kia thông đôi kia nó bảo vật nó khai xem nơi បាទ tam prom đài Campuchia Việt Nam nè có phần tay xua thà hai ấy ban trên nơi tam prom đài Campuchia Việt Nam ọt miên cầm ra toàn thế sao ពីព្រោះនោះគឺជាផលប្រយោជន៍រវាងវៀតណាមហើយនិងក្រុមលោកហ៊ុនសែនហើយលោកហ៊ុនសែនមិនហ៊ានក្អកទេនឹងទុកឲ្យវៀតណាមអុកឡុកតាមចិត្តហើយប្រសិនបើប៉ះពាល់ទៅដល់ជនជាតិវៀតណាមនៅក្នុងបណ្ដាញអ ுக ្រិតកម្មឆ្លងដែននោះវៀតណាមគេប្រើកម្លាំងរបស់គេតែម្ដងតាមរយៈអាកិច្ចសហប្រតិបត្តិការក្នុងមនោគមវិជ្ជាថ្មីហ្នឹងសន្តិសុខរួមម្ល៉េះហើយអាសន្តិសុខរួមនៅក្នុងកាលៈទេសៈនេះណាគឺជា មហិច្ឆតាដ៏មានប្រសិទ្ធភាពណាស់របស់វៀតណាមក្នុងការឈ្លានពានកម្ពុជាហើយសន្តិសុខរួមនេះនឹងអនុវត្តយ៉ាងពេញដៃពេញជើងដោយវៀតណាមបន្ទាប់ពីបង្ហាញមុខលោកហ៊ុនសែនជាប្រមុខរដ្ឋនៅប្រទេសកម្ពុជានៅថ្ងៃហ្នឹង បាទអរគុណច្រើនមែនតើលោកកឹមសុខយើងជជែកគ្នានឹងក៏បានច្រើនណាស់ហើយខ្ញុំមានចំណុចចុងក្រោយតែមួយទៀតទេដោយសារតែបច្ចុប្បន្ននេះទីហ៊ានថៃនៅឈរជើងនៅលើទីតាំងជាច្រើននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហើយនៅពេលដែលវៀតណាមមកទស្សនកិច្ចនៅកម្ពុជាជួបជាមួយនឹងលោកហ៊ុនសែនហើយជាមួយនឹងមេដឹកនាំឡាវហ្នឹងក៏ហាក់បង្ហាញអំពីអំណាចរបស់វៀតណាមឬមួយក៏ភាពជាបងធំរបស់វៀតណាមនៅសម្រាប់ករណីប្រទេសកម្ពុជាដែរតើករណីបែបនេះវាអាចរុញច្រានឲ្យមានការផ្ទុះអាវុធឬមួយក៏សង្គ្រាមលើកទី3រវាងកម្ពុជានិងថៃដែរទេនៅពេលដែលទីបំផុតទៅភាសាសាមញ្ញថាយើងហៅមេរបស់យើងមកដូចថាការពារឬមួយក៏មកដល់ផ្ទះយើងអញ្ចឹងណាបាទសង្គ្រាមរវាងកម្ពុជានិងថៃមិនទាន់ចប់ទេនៅវែងឆ្ងាយណាស់ខ្ញុំមិននិយាយថាលើកទី3ទេខ្ញុំនិយាយថាអត់ចប់ទេមិនដឹងទី3ហើយមានទី4ទៀតអត់នោះទេវានៅតែមានអញ្ចឹងហើយចំណុចដែលខ្ញុំអះអាងថាវានៅតែមានណាគឺខ្ញុំមើលឃើញថាថៃនឹងវាយឲ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនហ្នឹងមិនត្រឹមតែអោនក្បាលស្ពះគេទេគឺលុតជង្គង់ស្ពះគេតែម្ដងឥឡូវហ្នឹងត្រឹមតែស្ថានភាពអោនក្បាលស្ពះគេទេណាហើយស្អីទៅជាស្ថានភាពលុតជង្គង់ស្ពះគេស្ថានភាពលុតជង្គង់ស្ពះគេគឺថៃចង់បានរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនហ្នឹងធ្វើដាក់ពួកគេគឺធ្វើដាក់ខាងថៃដោយដែលរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនធ្វើជាមួយវៀតណាមអញ្ចឹងថៃចង់បានអីត្រូវសម្រួលឲ្យថៃចង់បានកន្លែងណាត្រូវសម្រួលឲ្យថៃចង់បានក្របខ័ណ្ឌច្បាប់ឯកសារបែបណាត្រូវសម្រួលឲ្យថៃអានោះអ្វីដែលថៃចង់បានដោយដែលក្រុមគ្រួសារហ៊ុនធ្វើដាក់វៀតណាមអញ្ចឹងដូច្នេះបញ្ហាហ្នឹងមិនងាយចប់ទេហើយរឿងដែលមិនងាយចប់វាមានចំណុចរបស់វាខ្ញុំនិយាយបញ្ហាសង្គ្រាមរវាងកម្ពុជាហើយនិងថៃក្នុងរបបដែលថាមិនចប់នឹងបន្តិចចុះមូលហេតុដែលមិនចប់នោះដោយសារតែចេញពីអាកាសាបែកធ្លាយរវាងលោកហ៊ុនសែននិងអ្នកស្រីផៃថនឋានរឿងនោះមួយជារឿងចំណុចគន្លឹះវានៅត្រង់ហ្នឹងហេតុអីបានជាចំណុចគន្លឹះនៅត្រង់ហ្នឹងកាលណាលោកហ៊ុនសែនបញ្ចេញសារបែកធ្លាយរវាងគាត់និងផៃថនឋានវាមានន័យពីរន័យទី1គឺហ៊ុនសែនខ្លួនឯងប្រមាថប្រជាជាតិគេអាហ្នឹងន័យការទូតណាបាទប្រមាថប្រជាជាតិគេកាលណាប្រមាថប្រជាជាតិគេមិនលើកលែងឲ្យឡើយហើយយើងសួរថាហើយចុះបើគេមិនលើកលែងអុកតាហ៊ុនសែនទៅពិតមែនហើយគេចង់អុកហ៊ុនសែនប៉ុន្តែហ៊ុនសែនដឹកនាំនៅកម្ពុជាគេមិនដឹងធ្វើម៉េចក្រៅតែពីអុកហើយគ្រោះថ្នាក់ដល់កម្ពុជាហ្នឹងចំណុចទី2កាលណាមេដឹកនាំមួយទៅបញ្ចេញសារសន្ទនាសម្ងាត់ណាគេអាចចោទថាអ្នកហ្នឹងធ្វើចារកម្មបំបែកជាតិគេខ្ញុំអត់អាចនិយាយពាក្យហ្នឹងទេឥឡូវនិយាយបដ ாய் ទៅគេអាចចោទថាធ្វើចារកម្មបំបែកជាតិគេពីព្រោះនៅក្នុងនយោបាយការទូតណាមេដឹកនាំនិងមេដឹកនាំជជែកគ្នាមិនអាចយកមកនិយាយជាសាធារណៈទេឧទាហរណ៍ពូទីននិងត្រាំមិនដឹងនិយាយគ្នាយ៉ាងម៉េចទេអាចនឹងជេរគ្នាផងនៅពេលដែលជជែកសម្ងាត់នោះប៉ុន្តែសួរថាមានមេដឹកនាំណាយកមកជជែកគ្នាសំទោសយកមកផ្សាយជាសាធារណៈទេអត់ទេអញ្ចឹងកាលណាយកមកផ្សាយជាសាធារណៈ
ថៃគេអាចចោទលោកហ៊ុនសែនថាធ្វើចារកម្មយកព័ត៌មានសម្ងាត់មកផ្សាយជាសាធារណៈអំពីជាតិគេហើយរឿងហ្នឹងមិនមែនខ្ញុំចេះតែនិយាយទេរឿងហ្នឹងរដ្ឋមន្ត្រីការបរទេសថៃបាននិយាយចុងក្រោយនៅក្នុងកិច្ចប្រជុំការបរទេសចុងក្រោយនៅកូឡាឡុំពូនៅប្រទេសម៉ាឡេស៊ីរំលឹកប្រាប់អាស៊ានអំពីរឿងហ្នឹងថាបញ្ហាសំខាន់គឺលោកហ៊ុនសែនហ្នឹងអត់គោរពសិលធម៌ការទូតអាហ្នឹងហើយដែលប្រទេសនានានេះគេពិបាកលោកដៃចូលសម្រាប់ជួយកម្ពុជាខ្លាំងណាស់ដូច្នេះសង្គ្រាមនេះណាគឺជាសង្គ្រាមដែលថៃគេហៅថាឆ្លៀតឱកាសដែលហ៊ុនសែនប្រមាថគេវាយកម្ពុជាឈ្លានពានយកទឹកដីកម្ពុជាតែម្ដងដូច្នេះមិនងាយចប់ទេចំណែកឯស្ថានភាពបច្ចុប្បន្នវិញយើងមើលវៀតណាមចូលមកទៀតកាលណាវៀតណាមចូលមកកម្ពុជាមកធ្វើជាចៅហ្វាយលើក្រុមគ្រួសារហ៊ុនបញ្ជាចៅហ្វាយក្រុមគ្រួសារហ៊ុនថៃក៏កាន់តែក្តៅស្លឹកជជាដែរថៃមិនអាចនៅស្ងៀមបានទេកាលណាថៃក្តៅស្លឹកត្រចៀកនោះមានន័យថាបញ្ហាកាន់តែធំហើយមួយវិញទៀតអារឿងឥណ្ឌូចិននេះណាគឺជាសត្រូវនៃអាស៊ានសេរីឥណ្ឌូចិនវៀតណាមកម្ពុជាឡាវនេះគឺជាសត្រូវនៃអាស៊ានសេរីដូច្នេះហើយកាលណាជាសត្រូវរបស់អាស៊ានសេរីនោះអ្វីដែលថៃចង់អាចអុកលុកកម្ពុជានោះគេអុកលុកនៅពេលណាក៏បានហើយថៃអុកលុកហើយគេបិទមាត់សហគមន៍អន្តរជាតិមិនឲ្យលោកដៃបានទៀតអានឹងគឺជាគ្រោះថ្នាក់បំផុតរបស់កម្ពុជាក៏ប៉ុន្តែហេតុអីបានជាលោកហ៊ុនសែនដឹងថាបញ្ហាហ្នឹងអញ្ចឹងហើយប្រឹងរឹតចំណងជាមួយនឹងវៀតណាមកាន់តែខ្លាំងឡើងរួចហើយអនុវត្តនៅអាមនោគមវិជ្ជាឥណ្ឌូចិនហ្នឹងកាន់តែពុះកញ្ជ្រោលថែមទៀតពីព្រោះវាមានចំណុចធំមួយគឺការទូតមកដល់ពេលនេះរដ្ឋាភិបាលក្រមគ្រួសារហ៊ុនអស់ច្រកការទូតហើយកាលនៅត្រូវជាមួយលោកថាក់ស៊ីននៅត្រូវជាមួយថៃមានច្រកការទូតថៃមួយសម្រាប់ចេញមុខទី2ពីមុនអត់សូវមានភាពរកម្មរកុសជាមួយចិនរឿងអក្រិតកម្មឆ្លងដែនអន្តរជាតិក៏មានច្រកចិនមួយដែរប៉ុន្តែឥឡូវចិនព្រមានហើយថារឿងអក្រិតកម្មឆ្លងដែនអន្តរជាតិអនឡាញនេះប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជាហើយនឹងចិនដូច្នេះច្រកចិនក៏ហាក់ដូចជាមិនសូវមានពន្លឺដែរទេមួយទៀតច្រកអាស៊ានក៏ជាច្រកមួយសម្រាប់រដ្ឋាភិបាលក្រមគ្រួសារហ៊ុនបង្ហាញមុខប៉ុន្តែដោយសារតែអក្រិតកម្មឆ្លងដែននេះកម្ពុជាឡាវហើយនឹងភូមាអត់មានសក្តានុពលបង្ហាញមុខនៅក្នុងក្របខ័ណ្ឌអាស៊ានទៀតទេទៅតែបង្ហាញមុខឲ្យគេថតតែប៉ុណ្ណឹងប៉ុន្តែចង់និយាយថាមុខការទូតឥទ្ធិពលការទូតលែងមានហើយអញ្ចឹងមានតែច្រកមួយទេគឺច្រកវៀតណាមដើម្បីជួយសង្គ្រោះមុខមាត់ការទូតរបស់ខ្លួននៅលើឆាកអន្តរជាតិហើយតាមរយៈខ្សែវៀតណាមហ្នឹងទៅនិយាយជាមួយមហាអំណាចដូចជាអាមេរិកជាដើមឲ្យលួងលោមកុំឲ្យសង្កត់ធំពេកលើរដ្ឋាភិបាលក្រមគ្រួសារហ៊ុនត្រង់ណាដែលរដ្ឋាភិបាលក្រមគ្រួសារហ៊ុនខ្លាចការសង្កត់របស់សហរដ្ឋអាមេរិកគឺខ្លាចអាមេរិកទី1ប្រើនៅកម្លាំងដើម្បីអាចចាប់ក្រៀកពួកអក្រិតជនឆ្លងដែនអន្តរជាតិនៅប្រទេសកម្ពុជាទោះបីជាជនជាតិខ្មែរក្តីទោះបីជាបរទេសក្តីណាអាមេរិកគេអាចធ្វើបានគេបើគេចង់ធ្វើគេពិតជាធ្វើបានហើយអាមេរិកអាចនឹងធ្វើក្នុងលក្ខខណ្ឌដែលចាំបាច់ចំណុចទី2ដែលគ្រោះថ្នាក់ធំបំផុតណារដ្ឋាភិបាលក្រមគ្រួសារហ៊ុនខ្លាចមែនទែនគឺអាមេរិកជំរុញឲ្យដាក់ទណ្ឌកម្មបិទការចរាចរណ៍ហិរញ្ញវត្ថុអន្តរជាតិរបស់រដ្ឋាភិបាលក្រមគ្រួសារហ៊ុនតែម្ដងមានន័យថាដាក់ការចរាចរណ៍ហិរញ្ញវត្ថុហ្នឹងទៅក្នុងបញ្ជីប្រភេទកម្រិតធ្ងន់ឬក៏បញ្ជីខ្មៅហើយបើដល់ប្រភេទកម្រិតធ្ងន់ឬក៏បញ្ជីខ្មៅក្នុងការចរាចរណ៍លុយហិរញ្ញវត្ថុអន្តរជាតិសេដ្ឋកិច្ចកម្ពុជាដួលតែម្ដងអញ្ចឹងហើយបានជាលោកហ៊ុនសែនប្រឹងមកលុតជង្គង់ជាមួយនឹងវៀតណាមធ្វើតាមវៀតណាមទាំងអស់ដើម្បីឲ្យវៀតណាមជួយខ្ញុំគិតថាដើម្បីឲ្យវៀតណាមជួយនិយាយជាមួយអាមេរិកនិយាយជាមួយនឹងបណ្ដាប្រទេសផ្សេងកុំឲ្យឈានទៅដល់ដាក់ទណ្ឌកម្មដល់កម្រិតបញ្ជីខ្មៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពីព្រោះកាលណាបញ្ជីខ្មៅក្នុងប្រព័ន្ធហិរញ្ញវត្ថុគឺដោយកូរ៉េខាងជើងអញ្ចឹងទៅអត់រួចទេឬក៏ដូចមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឆ្នាំ1991អញ្ចឹងគឺបិទចិត្តឈឹងកម្ពុជាគឺពិបាកហើយដូច្នេះតើតើបងប្អូនប្រជាពលរដ្ឋខ្មែរដែលខ្ញុំបញ្ជាក់ខាងដើមថាអត់មានវិធីទេបើនៅស្ងៀមកម្ពុជាលិចលង់ហើយទោះបីជាច្រកណាក៏ដោយខ្ញុំឧបមាថាវៀតណាមជួយឲ្យរដ្ឋាភិបាលក្រមគ្រួសារហ៊ុនគេចផុតពីបញ្ជីខ្មៅទៅចោះ
bà cách phật bị chỉ khám áo có ra tham bị ba công cua sa hôn ăn bên cùng đai tụm rung ấy từng á dân nằm đớt đọt tua tại slap chiết tầng mùn បាទអរគុណច្រើនមែនតើលោកកឹមសុខតាមពិតអ្វីដែលលោកកឹមសុខវិភាគមកនេះខ្ញុំជក់ស្ដាប់មែនតើហើយមានរឿងជាច្រើនដែលយើងឃើញថាវាជាការពិតជាក់ស្ដែងឧទាហរណ៍ដូចរឿងអាស៊ានមិនត្រូវគ្នាជាមួយនឹងរឿងកុម្មុយនីសអីហ្នឹងគោលគំនិតដើមនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហ្នឹងគឺដើម្បីប្រឆាំងនឹងការរីករាលដាលនៃលទ្ធិកុម្មុយនីសហ្នឹងឯងហើយចំណុចសំខាន់ហ្នឹងមកដល់ម៉ោងនេះមកដល់ពេលនេះលោកហ៊ុនសែនដែលកំពុងជួបស្ថានភាពសង្គ្រាមថៃឈ្លានពានកម្ពុជាក្តីដោះស្រាយនៅវិបត្តិសេដ្ឋកិច្ចដែលអាចនឹងកើតឡើងនៅពេលឆាប់ខាងមុខទៀតនឹងក្តីហ្នឹងដោយសារគាត់ហាក់ដូចជាមិនមានមិត្តច្រើនមិនមានតំណែងតំណងការបរទេសនឹងល្អអីប្រមាណណាស់ទេដែលកន្លងមកឌឺដាក់អឺរ៉ុបឌឺដាក់អាមេរិកអីចឹងទៅហើយអាងយកចិនជាខ្នងបង្អែកបច្ចុប្បន្ននេះចិនក៏មិនជាសប្បាយចិត្តនឹងរឿងសម្បុកចោលអនឡាញនៅស្រុកខ្មែរម្យ៉ាងវិញទៀតចិនក៏កំពុងតែមានទំនាស់ផ្ទៃក្នុងខ្លាំងដែរនៅក្នុងជួរបកកុម្មុយនីសហាក់ដូចជាចិនមិនចង់នឹងចំណាយពេលចំណាយវេលាអីក្នុងការជួយជ្រោមជ្រែងរបបដឹកនាំនៅភ្នំពេញទៀតទេដូច្នេះគាត់ហាក់ដូចជាងាកហើយនឹងត្រូវការវត្តមាននៅចៅហ្វាយងាយដើមរបស់គាត់នឹងខ្លាំងជាងពេលណាទាំងអស់ដូច្នេះហើយបានជាមានការអញ្ជើញលោកតូលឹមលោកអីនឹងលោកថងលូនស៊ីសូលីតឯហ្នឹងមកក្នុងតែពិតលោកថងលូនស៊ីសូលីតបើយើងមិនមែនទៅវាមិនជាសំខាន់នៃប្រមាណនៅក្នុងវត្តមានរបស់ឡាវអ្វីដែលគាត់ចង់មកនៅពេលនេះគឺលោកតូលឹមទេដែលជាមេធំរបស់វៀតណាមនោះហើយអញ្ចឹងហើយដែលយើងមើលឃើញអំពីការប្រើប្រាស់នៅយន្តការដូចថាស្ថាប័នពាក់ព័ន្ធនានារួមទាំងស្ថាប័នព្រះមហាក្សត្រផងហ្នឹងដើម្បីអញ្ជើញលោកតូលឹមមកហ្នឹងហើយមិនឃើញវត្តមានព្រះមហាក្សត្រទទួលលោកតូលឹមអីទេហើយបូករួមទាំងការលើកឡើងនានាដែលបង្ហាញថាគាត់ហាក់ដូចជាប្រើគ្រោះអំណាចរដ្ឋទាំងអស់ដើម្បីមកជួយដូចថាសម្រុះសម្រួលឬមួយក៏ទាមទារឲ្យមានវត្តមាននៅមេដឹកនាំកម្ពុជារបស់វៀតណាមមកកម្ពុជានឹងដូច្នេះយើងនឹងបន្តតាមដានករណីនេះទៀតលោកកឹមសុខមានអីចង់បញ្ចប់ជាចុងក្រោយទេបាទចុងក្រោយនេះខ្ញុំចង់ជម្រាបជូនបងប្អូនប្រជាពលរដ្ឋថាមហិច្ឆតាក្នុងមនោគមវិជ្ជានយោបាយថ្មីដែលបង្ហាញមុខលោកហ៊ុនសែនជាប្រមុខរដ្ឋនៅប្រទេសកម្ពុជានេះណាគឺជាមនោគមវិជ្ជាមួយដែលអាចបំបាក់ស្មារតីខ្មែរឲ្យបាក់ស្រុតមែនតើណាឲ្យខ្មែរមើលឃើញថាឥឡូវហ្នឹងវៀតណាមគេចង់ដូរស្ដាច់ក៏បានគេចង់ធ្វើអីក៏បានហើយកាលណាប្រជាពលរដ្ឋខ្មែរបាក់ស្រុតស្មារតីបែបហ្នឹងណានឹងធ្វើឲ្យប្រទេសកម្ពុជាយើងគ្រោះថ្នាក់ហើយខ្ញុំបារម្ភថាកូនខ្មែរយុវជនខ្មែរបាក់ទឹកចិត្តបែបហ្នឹងដោយដែលពលរដ្ឋឡាវកំពុងតែបាក់ទឹកចិត្តណាពលរដ្ឋឡាវបាក់ទឹកចិត្តរហូតទៅដល់សពថ្ងៃហ្នឹងទទួលយកគេហៅថាអ្វីដែលជាអាណានិគមរបស់វៀតណាមទាំងស្រុងដោយអត់នាំគ្នាងើបតវ៉ាដោយអត់នាំគ្នាតស៊ូរំដោះខ្លួនចេញពីអាណានិគមរបស់វៀតណាមទេឡាវសពថ្ងៃខ្ញុំជួបជនជាតិឡាវនៅអឺរ៉ុបនៅប្រទេសផ្សេងនិយាយភាសាឡាវតែដំបូងឯងប្រហែលម៉ាត់សួស្ដីដាក់គ្នាទេក្រោយមកនិយាយភាសាវៀតណាមទាំងអស់នោះមានន័យថាគេមានចរិតទទួលយកអាណានិគមរបស់វៀតណាមទៅហើយនេះគឺជាចំណុចគ្រោះថ្នាក់បំផុតរបស់ជនជាតិឡាវខ្ញុំបារម្ភថាការបង្ហាញមុខលោកហ៊ុនសែនជាប្រមុខរដ្ឋអាចធ្វើឲ្យជនជាតិខ្មែរបារម្ភថាជនជាតិខ្មែរហ្នឹងទៅជាបាក់ស្មារតីលេងចង់តស៊ូរួចហើយគិតថាវៀតណាមធ្វើអ្វីក៏បានដូរស្ដេចក៏បានដូរនាយករដ្ឋមន្ត្រីក៏បានដូរនរណាក៏បានហើយទៅជាប្រជាពលរដ្ឋខ្មែរឈប់ងើបឡើងនៅក្នុងការផ្លាស់ប្ដូរអំណាចផ្ដាច់ការនិងបំរើបរទេសដូចជាក្រុមគ្រួសារហ៊ុននឹងចេញណាដូច្នេះអ្វីដែលខ្ញុំចង់រំលឹកគឺសូមបងប្អូនប្រជាពលរដ្ឋខ្មែរទោះបីក្នុងស្ថានភាពណាក៏ដោយកុំបាក់ស្មារតីឲ្យសោះហើយពង្រឹងស្មារតីជាតិរបស់យើងរួមគ្នាថាយើងនឹងអាចផ្លាស់ប្ដូរបានប្រកាសជាផ្លាស់ប្ដូរបានផ្លាស់ប្ដូរអំណាចក្រុមគ្រួសារហ៊ុនចេញពីការគ្រប់គ្រងកម្ពុជាដែលបំរើបរទេសបានយើងត្រូវតែដាក់ស្មារតីហ្នឹងក្លាហានទាំងអស់គ្នាប្រឹងរៀនសូត្រទាំងអស់គ្នាហើយពង្រឹងនៅគេហៅថាព្រលឹងជាតិជាមួយគ្នាដើម្បីយើងផ្លាស់ប្ដូរស្ថានភាពកម្ពុជារបស់យើងទៅប្រជាធិបតេយ្យឲ្យបានកុំធ្វើដោយជនជាតិឡាវដែលខ្ញុំបានជួបគឺថាគ្រោះថ្នាក់ណាស់សម្រាប់ជាតិហើយអ្វីដែលជារូបភាពថ្ងៃនេះគឺខ្ញុំបារម្ភរឿងហ្នឹងមែនទែនអញ្ចឹងការឡើងអាស៊ីសេរីថ្ងៃនេះ
ខ្ញុំក៏ធូរទ្រូងបន្តិចដែរដែលបានបញ្ចេញគំនិតនេះជូនបងប្អូនប្រជាពលរដ្ឋឲ្យបងប្អូនរក្សាសេចក្តីសង្ឃឹមតាំងស្មារតីឡើងកុំទទួលយកនៅអ្វីដែលគេកំពុងធ្វើហើយកុំព្រមចុះចាញ់នៅអ្វីដែលគេកំពុងតែបង្ហាញប្រាប់យើងកាលណាយើងព្រមចុះចាញ់នៅអ្វីដែលជារូបភាពគេបង្ហាញឲ្យយើងឃើញនោះយើងចាញ់មែនទេណាគឺយើងចាញ់មែនទេដូច្នេះយើងកុំចាញ់មែនទេយើងត្រូវតែពង្រឹងស្មារតីយកឈ្នះមែនទេគឺការរួមគ្នាក្នុងការផ្លាស់ប្ដូរអំណាចក្រុមគ្រួសារហ៊ុនចេញពីការដឹកនាំកម្ពុជាបាទអរគុណច្រើនមែនទែនលោកកឹមសុខហើយចំណុចមួយដែលខ្ញុំបាទចង់បញ្ជាក់ជូនដែរហ្នឹងគឺថាអ្វីទាំងអំបានដែលខ្ញុំបាទសម្ភាសលោកកឹមសុខក្តីលើកឡើងអំពីករណីព្រះមហាក្សត្រអីហ្នឹងក្តីគឺអត់មានជាការប្រមាថឬមួយក៏ធ្វើឲ្យអាប់អោនដល់តម្លៃនៃស្ថាប័នព្រះមហាក្សត្រទេអ្វីដែលយើងលើកយកមកនិយាយនេះជជែកនេះគឺតកតងទៅនឹងអ្វីដែលយើងមើលឃើញជាក់ស្ដែងតែម្ដងគឺប្រមុខរដ្ឋខ្មែរយើងដែលដើរតួដោយលោកហ៊ុនសែននេះគឺថាអញ្ជើញមេដឹកនាំវៀតណាមមកអង្គុយនៅក្នុងរាជវាំងខ្មែរគាត់ទទួលក្នុងនាមតំណាងព្រះមហាក្សត្រអញ្ចឹងជាដើមដោយយើងមិនដឹងច្បាស់ពិតឬមិនពិតទេដែលថាព្រះមហាក្សត្រប្រឈួនអញ្ចឹងជាដើមអានឹងជារឿងមួយដែលជាការលើកឡើងពីខាងព្រះបរមរាជវាំងទេហើយចំណុចនេះក៏យើងនឹកឃើញដល់ប្រវត្តិសាស្ត្ររាប់រយឆ្នាំមុនដែរដែលយើងធ្លាប់អានសៀវភៅប្រវត្តិសាស្ត្រហ្នឹងតែឮថាដូចថាមេដឹកនាំវៀតណាមស្ដេចវៀតណាមឬមួយក៏ស្ដេចសៀមអីចឹងទៅមកតែងតាំងក្តីមកមានឥទ្ធិពលមកដល់ព្រះរាជវាំងខ្មែរក្តីហ្នឹងឥឡូវយើងហាក់ដូចជាឃើញរូបភាពបែបហ្នឹងមែនអ្វីដែលយើងបានឃើញរូបភាពថ្ងៃនេះហើយសកម្មភាពអង្គុយក្តីសកម្មភាពអីសពបែបយ៉ាងដែលយើងឃើញលោកហ៊ុនសែនធ្វើដាក់មេដឹកនាំវៀតណាមនេះគឺជាសកម្មភាពមួយដែលសម្រាប់លោកកឹមសុខនិងប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់ដូចជារៀងពិបាកទទួលយកបន្តិចវាជាការធ្វើឲ្យអាប់អោននៅតម្លៃឧត្តមភាពរបស់ជាតិដែរហើយត្រង់ព្រះមហាក្សត្រដូចថាព្រះអង្គមានវត្តមាននៅទីណាឬមួយក៏ព្រះអង្គនឹងមានព្រះរាជតម្រិះអីយ៉ាងណានោះយើងក៏មិនដឹងដែរបាទហើយ